វាជារឿងដែលគួរអស់សំណើចមុននេះខ្ញុំថតវីដេអូអ្នកនរគ្នាខ្ញុំថាខ្ញុំអស់កម្លាំងដល់ពេលខ្ញុំអស់តទៅក៏អស់កាត់សារដែលគេនិយាយទៅឈ្មោះនឹងរឿងគ្រូបាអាចារ្យអញ្ចឹងក៏ធ្វើឲ្យខ្ញុំសម្រេចចិត្តមកសុំនឹងការបើកសារគ្រូការសារអ្នកថែរក្សាអ្នកទាំងអស់គ្នាមើលថាតើគាត់ចង់ប្រាប់អ្នកទាំងអស់គ្នារឿងអ្វីមែនហេតុអីក៏មុននេះខ្ញុំគាត់ទៅនិយាយពីរឿងបាលីរឿងអ្នកគ្នាធ្វើបន់ទៅធ្វើកែហេតុអីបានជាអ្នកគ្នាត្រូវទៅធ្វើអញ្ចឹងយើងមកមើលថាហេតុអីបានជាគាត់អស់ទីអ្នកទាំងអស់គ្នាឬក៏ connect ទៅអ្នកទាំងអស់គ្នាឬក៏ហៅអ្នកទាំងអស់គ្នាឲ្យមកមើលសារមួយនេះតែជាគាត់មានអ្វីចង់ប្រាប់អ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងការពារគាត់គឺជាអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាចាអ្នកទាំងអស់គ្នានឹងខ្សែមិនធម្មតាដែរនេះចាគឺគាត់ចង់ឲ្យអ្នកទាំងអស់គ្នាគាត់ផ្ញើសារនឹងហៅអ្នកទាំងអស់គ្នាឲ្យអ្នកគ្នាមកឃើញវីដេអូមួយនេះណាចាដល់ពេលដែលអ្នកគ្នាធ្វើអស់បាបកម្មចាមានរូបភាពដឹងខុសមានរូបភាពមានការឡើងមកដល់អ្នកគ្នាដឹងខ្លួនដល់ពេលដែលខ្លួនឯងត្រូវលៀងជំរោគជំរះដល់ពេលដែលអ្នកទាំងអស់គ្នាអស់ជាមួយនឹងទុក្ខសោកនៅក្នុងជីវិតហើយបើអ្នកដែលគាត់មានទុក្ខសោករឿងគូចាជីវិតមិនដែលសមប្រកបសោះហ្នឹងណាចាជាសាររបស់ទេវតាកាមទេពជពិតចាទេវតាជពិតអេនជែអ្នកទាំងអស់គ្នាផ្ញើមកឲ្យព្រោះអីកន្លងមកប្រមាញ់ឲ្យអ្នកល្អដែរប៉ុន្តែធ្វើមិនវាសនាជួបវាសនាយើងកម្មវិបត្តិកម្មមកជាមួយដួងចតាយើងណាធ្វើឲ្យអ្នកគ្នាតែងតែព្រាត់ប្រាសពង្រត់បង្រាស់គ្នាចាប់ពេលខ្លះចាប់ឆ្កយអញ្ចឹងណាចាទៅស្គាល់ចំណុចកន្លែងហ្នឹងសិនអ្នកគ្នានឹងយល់ថាអ្វីដែលខ្ញុំនិយាយហ្នឹងត្រូវអត់ចាព្រោះខ្ញុំក៏ជាអ្នកដែលជួបជាមួយហេតុការណ៍ហ្នឹងដូចគ្នាចាហើយខ្ញុំធ្វើហើយតែលើកនេះខ្ញុំធ្វើទៀតចាមានឱកាសណាងាយមែននេះបានទៅដល់ដែនដីនៃការផ្លាស់ប្ដូរចិត្តវិញ្ញាណនៃការផ្លាស់ប្ដូរ transform ខ្លួនឯងដល់ពេលដែលអ្នកទាំងអស់គ្នាត្រូវបានទទួលបានការអភ័យទោសការអហោសកម្មនិងការលើកលែងទោសពីគ្រប់អរុអរិយអ្នកតាអ្នកថែរក្សាគ្រប់ជាន់ថ្នាក់ណាយកម្មដែលតាមជាបាតាមចងពៀអ្នកទាំងអស់គ្នាក៏ឡងមកព្រោះកសលដែលអ្នកគ្នានឹងធ្វើនៅពេលនេះនឹងទទួលបានការអីគេពិចារណាក្តីឡើងវិញចាមានពាក្យថាធ្វើការកាត់ក្តីឡើងវិញអាចនឹងដល់ពេលដែលអ្នកគ្នាត្រូវលៀងជំរុះជាមួយនឹងកម្មចាស់ហើយបើកពលឺមានន័យថាកម្មចាស់អ្នកគ្នាបានដោះហើយអ្នកគ្នាបានស្រាយហើយចឹងហើយដល់ពេលដែលអ្នកគ្នាត្រូវទទួលបាននៅកុសលកម្មឬក៏បុណ្យកុសលដែលអ្នកគ្នាបានធ្វើនោះបើកជាពលឺបើកជារស្មីព្រោះខ្ញុំជឿថាអ្នកមួយចំនួនមិនមែនអ្នកទាំងអស់គ្នាមិនមែនមិនធ្វើបុណ្យនេះមិនមែនមិនស្គាល់បុណ្យបាបទេប៉ុន្តែដោយសារដូចខ្ញុំនិយាយអត់គឺណាយកម្មជានៅរាំងពីមុខពេលដែលអ្នកទាំងអស់គ្នាមានណាយកម្មរាំងពីមុខមិនពួកមិនល្អដែលនៅពីមុខអ្នកទាំងអស់គ្នាចាំបិទដង្ហើមរបស់អ្នកទាំងអស់គ្នារើតាណាក៏អត់រួចដែរខ្ញុំជាមនុស្សដែលនៅចំណុចហ្នឹងហើយចឹងខ្ញុំយល់អារម្មណ៍បងច្បាស់តែម្ដងនៅពេលដែលបងប្រាប់មកថាដូចជាមានស្អីមកបិទមានស្អីមកបាំងនេះក្នុងជីវិតហេតុអីក៏វានៅសុកវាទៅជាអញ្ចឹងខណៈពេលដែលគ្រប់យ៉ាងល្អសុកវាប្រែខ្លាចមួយរំពេចដូចដល់ថោមកបាញ់ផ្ទះក្បាលអញ្ចឹងផ្ទះបាញ់ចាំដល់ក្បាលអញ្ចឹងវាជារឿងធម្មតាទេចាពួកគេហ្នឹងគឺមិនងាយនៅក្នុងការឲ្យអភ័យអ្នកទាំងអស់គ្នាទេចាពួកគេនឹងតាមព្យាបាលតាមចងតាមភាសាយើងគេប្រើអីតាមជាសម្ោអន្តោតាមប្រាអ្នកទាំងអស់គ្នានឹងជានិច្ចចាប៉ុន្តែពាក្យមួយដែលគាត់ចង់ប្រាប់មកកាន់អ្នកនរគ្នានោះគឺក្រោយភ្លៀងមេឃនឹងស្រឡះចឹងចូលកូនជឿជាក់ចោះថានៅអ្វីដែលកូនទាំងអស់គ្នាបានធ្វើហ្នឹងគឺនឹងទៅជំរុះជំរះអ្នកទាំងអស់គ្នាប៉ុន្តែមិនមែនជំរុះភ្លាមបានភ្លាមទេគាត់ផ្ញើសារឲ្យដែរវាត្រូវការពេលវេលាដែលអ្នកទាំងអស់គ្នាយកមកថែមខ្លួនឯងដូចយ៉ាងចឹងមានកថាមានសូត្រមានបនមានអីសន្សំដល់ខ្លួនឯងប៉ុន្តែអ្នកគ្នានឹងសប្បាយចិត្តជីវិតអ្នកទាំងអស់គ្នានឹងចាប់ផ្ដើមភ្លឺស្វាងយ៉ាងយូរបំផុត6សប្តាហ៍បន្ទាប់ពីហ្នឹងឬក៏6ខែឬក៏ខែ6បន្ទាប់ពីហ្នឹងទៅយ៉ាប្រកិច្ចនេះខ្ញុំធ្វើយ៉ាងចុងខែ3ហើយអ្នកគ្នាវាជារឿងធម្មតាហើយ3ខែឬក៏90ថ្ងៃនៅក្នុងការឃើញប្រសិទ្ធភាពឃើញផលរបស់អ្នកទាំងអស់គ្នាគ្រប់ខ្ជាប់ខ្ជួនណាចា
ôi nhung khơi nhung tụi tôi ban rồi lột nâng đài như đó khi nông tụi tôi ban này ca bao bự lư ca không krong pi ôi cướp chọn thằng món đi cha đọc một mũi than này đứng cứ thôm thôm khăn mình đang còn nó một không krong còn nó một bao bự lư còn nó một lư phơi nè tụi ngọc kia cha trong nụ phong đái chốt chặt ta rồi bên này tụi ngọc kia nâng tơ ban trà rất chiết mày cha nâng tơ ban trà chiết mày thua việt na chốt việt na bên này là kia nâng tơ ban cọt tra xaจิตថ្មីជាមួយនឹងកសលដែលអ្នកទាំងអស់គ្នាបានសន្សំនៅចំណុចកន្លែងនេះអូយទៅនិយាយចឹងខ្ញុំទទួលបានថាអំពើហ្នឹងហ្មងចាបាត់ការទ្រព្យសម្បត្តិលុយកាក់កសលផលបុណ្យអ្វីដែលអ្នកធ្លាប់អធិដ្ឋានកន្លងមកវាងជាហ่ะចិត្តផ្្លាត់ចិត្តខ្វៀងដល់ពេលហើយត្រូវការពេលចាមានលេខ36រាប់ទៅ36ឬក៏ចន្លោះខែ3ខែ6ដូចម៉េចដូចបងចាដូចហ្មងថាអំពើនេះណាអរគុណតាចឹងនេះអាចជាអ្វីដែលគាត់ចង់ប្រាប់អ្នកទាំងអស់គ្នាយ៉ាងដែលមុនហ្នឹងខ្ញុំនឹងដេកស្ប៉ាគ្រាន់តែនិយាយហើយខ្ញុំមានអារម្មណ៍ថា full energy ទៅដែរអញ្ចឹងខ្ញុំទៅមើលការងារបន្តទៀតអញ្ចឹងសម្រាប់បងដែលគាត់បានឃើញ message នេះហើយចង់ប្រាប់ថា message នេះគឺជា message ដែលអ្នកថែរក្សារបស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាឲ្យធ្វើបន់ជំរុះជំរះកម្មចេញហើយដល់ពេលវេលាដែលអ្នកត្រូវលៀងចេញហើយដល់ពេលអ្នកត្រូវកាត់ចេញហើយដល់ពេលដែលអ្នកត្រូវលើកឡើងហើយជីវិតអ្នកទាំងអស់គ្នាដល់ពេលដែលត្រូវភ្លឺស្វាងហើយដូចកន្លងមកអញ្ចឹងខ្ញុំមានកូនសិស្សដែលគាត់មកមើលហេតុអីក៏តារានិកខ្ញុំជាពិសេសលីអូចាលីអូមួយឆ្នាំនេះយើងទ្រង់ទ្រាខ្លាំងណាចាអញ្ចឹងជីវិតអ្នកនរគ្នាគឺបើកទេនេះចាប់ពីមីនាហ្នឹងទៅបើកនិយាយទៅគឺវាមិនសល់មកហ្នឹងគឺជាភពពេលភពគ្រោះឡាញគ្នាវាមិនអត់មានមូលហេតុទេវាមានចាអញ្ចឹងជីវិតគឺចាប់ដើមបើកឡោះហើយចាប់ដើមធូរហើយសម្ងាត់អ្នកនរគ្នាបានជំរុញជំរះនៅបញ្ហាគឺនៅតែចំណុចកន្លែងហ្នឹងប៉ុន្តែសំណួរសួរថាទោះជាភពគ្រោះទៅផុតភពគ្រោះដល់ពេលអាឡាញក៏ដែរបើអ្នកទាំងអស់គ្នាអត់ជំរុញជំរះខ្លួនឯងផងវាក៏អត់មានអីថ្មីចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាដែរញ៉ាំនឹងត្រូវចាំថា your energy is your destiny បើ you អត់ take care energy you ទេ you អត់ជំរុះជំរះ you អត់ខ្វល់ you អត់ take care ទេហើយ you ចង់ឲ្យជីវិត you ប្រសើរឡើងទៅតាមដួងហោរាទៅតាមផ្កាយដែលរះនៅលើមេឃទៅតាមជោគវាសនាគ្រូទាយប៉ុណ្ណាក៏ដោយគ្រូព្យាករប៉ុណ្ណាក៏ដោយបើថាមកពល you ខ្លួនឯង you អត់ខ្វល់ផងมันមានដួងតារាមិនមានភពណាមកយោង you បានឡើយចាព្រោះអីគ្រប់យ៉ាងវាផ្ដើមចេញពីធម៌ពល mindset ការគិតការប្រតិបត្តិរបស់ you មុនសិនចឹងឈប់មកសួរខ្ញុំទៀតអ្នកនរគ្នាដូចខ្ញុំនិយាយអញ្ចឹងខ្ញុំដើរទៅនៅលើផ្លូវធម៌ពលមួយនេះគ្រាន់តែ you ហើបមកចេញមកខ្ញុំដឹងធម៌ពល you បាត់ហើយចឹងពេលខ្លះខ្ញុំអត់ញ៉ៃច្រើនទេព្រោះខ្ញុំដឹងថាមនុស្សខ្លះទោះជាបំភ្លឺយ៉ាងណាក៏ធម៌ពលក៏ mindset នឹងមិនអាចឡើងបានដែរអញ្ចឹងខ្ញុំអត់ចំណាយធម៌ពលខ្ញុំទេធម៌ពលរបស់ខ្ញុំត្រូវការទៅជួយឬក៏ទៅផ្ដល់ឲ្យមនុស្សដែលដល់ពេលដែលគេត្រូវឲ្យអាចដល់ពេលដែលគេត្រូវ awakening ដល់ពេលដែលគេត្រូវដឹងថាអ្នកគ្រូធម៌ពលខ្ញុំនៅលំដាប់ណាពេលដែលយើងនិយាយជាមួយមនុស្សដែលយល់ពី concept ដូចគ្នាហ្មងគឺងាយស្រួលបញ្យល់តែបើយើងនិយាយពី concept មួយបែបលក្ខណៈអ្នកនរគ្នាត្រឡប់ទៅមើលគ្រូខ្មែរហើយអ្នកនរគ្នាមកមើលខ្ញុំគ្រូខាង Western ខាងអឺរ៉ុបខាងធម៌ពលខាង intuition ខាង grounding មកទឹះម្នាក់ហ្មងចាទោះជាខ្ញុំចាក់នេះ100នេះក៏អ្នកទាំងអស់គ្នាស្ដាប់ខ្ញុំអត់យល់ដែរអញ្ចឹងកុំចំណាយពេលកុំឲ្យខាតពេលទាំងខ្ញុំខាតពេលទាំងអ្នកទាំងអស់គ្នាបងណាក៏ដោយបើអ្នកទាំងអស់គ្នាមិនស្គាល់រឿងបុណ្យបាបមិនស្គាល់សច្ចធម៌នៃធម៌ជាតិមិនស្គាល់រឿងធម៌ពលមិនស្គាល់រឿង energy មិនស្គាល់រឿងចក្រទេអ្នកទាំងអស់គ្នាមិនព្យាយាមមកមើលមួយខ្ញុំទេព្រោះវាខាតពេលនៅក្នុងការបញ្យល់ខាតពេលនៅក្នុងការបកស្រាយហើយខាតទាំងធម៌ពលខ្ញុំទៀតខ្ញុំ save up ធម៌ពលខ្ញុំធ្វើរឿងផ្សេងធ្វើ spell ធ្វើនេះធ្វើនោះមានប្រយោជន៍រួមច្រើនជាងណាបើបងធ្លាប់មើលគ្រូបើកបៀ52បងទៅមើលគេទៀតទៅបងធ្លាប់មើលគ្រូដែរជាគ្រូខ្មែរគេមានរូបស្នងមានអីបងទៅមើលគេខ្ញុំក៏ជាអ្នកដែលមើលគ្រូរូបស្នងដែរប៉ុន្តែខ្ញុំដឹងដូចគ្នាខ្ញុំអត់ដែរទៅទៀមទានៅអ្វីដែលលើសពីសមត្ថភាពរបស់ពួកគាត់ទេចាយល់ខ្ញុំនិយាយអត់បងទោះជាខ្ញុំដឹងច្រើនមែនខ្ញុំមិនចេះមើលទេខ្ញុំមើលបានប៉ុន្តែនៅពេលដែលខ្ញុំដាក់គោលដៅថាខ្ញុំទៅហើយខ្ញុំទៅខាងនោះហើយគឺខ្ញុំនឹងមិនទៅខាងនេះទេបើខ្ញុំតាំងគោលដៅថាខ្ញុំទៅឈ្មោះទៅស្ដាំហើយខ្ញុំនឹងមិនទៅបែកឆ្វេងទេខ្ញុំច្បាស់លាស់សម្រាប់ខ្ញុំខ្លួនឯងពេលខ្លះខ្ញុំអត់ចង់ដាក់សញ្ញាសួរថាបងម៉ៃស្គាល់រឿងធម៌ពលស្គាល់រឿង intuition ស្គាល់រឿងចក្រអត់ខ្ញុំអត់ចង់ប្រើសំណួរនឹងសួរតែកាន់បងនេះតែខ្ញុំព្យាយាមឲ្យបងស្ដាប់ខ្ញុំវិញថាអ្វីដែលខ្ញុំនិយាយហ្នឹង
ខ្ញុំនិយាយពីរឿងអីកំពុងបញ្យល់អ្នកនេះរឿងអី